កូនខ្មែរជួយសៀរកបង្ហាញចំហគាំទ្រកម្ពុជាដោយលើកឡើងចំថាសម័យនេះមិនគួរនៅមានប្រទេសប្រើច្បាប់ព្រៃទៀតទេឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបនៅកម្ពុជាលោក Enger Treisman បានលើកឡើងថាសម័យនេះការប្រើប្រាស់ច្បាប់ព្រៃមិនមែនជារឿងដែលត្រឹមត្រូវក្នុងទំនាក់ទំនងអន្តរជាតិទេថ្លែងក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មានកម្ពុជាលោកបានបញ្ជាក់ថាសហភាពអឺរ៉ុបនិងកម្ពុជាមានចំណុចរួមគ្នាជាច្រើនជាពិសេសការផ្ដល់តម្លៃទៅដល់ប្រព័ន្ធច្បាប់អន្តរជាតិព្រោះបើគ្មានច្បាប់អន្តរជាតិទេគឺមានតែច្បាប់ព្រៃប៉ុណ្ណោះហើយបើប្រទេសមួយប្រើកម្លាំងធ្វើអ្វីតាមអំពើចិត្តនេះមិនមែនជាផ្លូវដែលត្រឹមត្រូវសម្រាប់ទំនាក់ទំនងរវាងរដ្ឋនិងរដ្ឋនោះឡើយចំពោះបញ្ហាព្រំដែនរវាងកម្ពុជានិងប្រទេសថៃលោក Enger Treisman បានលើកឡើងថាលោកគាំទ្រកម្ពុជាចំពោះការសម្រេចបាននៅបទឈប់បាញ់និងការប្រើប្រាស់ច្បាប់សមុទ្រលើព្រំដែនទឹកដែលជាជំហានឆ្ពោះទៅរកការដោះស្រាយបញ្ហាប្រកបដោយនិរន្តរភាពការលើកឡើងរបស់ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំកម្ពុជានេះកើតឡើងស្របពេលដែលការពិភាក្សាថ្មីនេះអ្នករាយការណ៍ពិសេសរបស់ UN ស្តីពីសិទ្ធិមនុស្សនៅកម្ពុជាលោក Tom Andrews ក៏បានរំលេចក្នុងរបាយការណ៍របស់លោកដែលបានរាយការណ៍ទៅកាន់អង្គការសហប្រជាជាតិថាលោកបានឃើញស្លាកស្នាមសង្គ្រាមនិងពលរដ្ឋភៀសសឹករាប់ម៉ឺននាក់នៅលើទឹកដីកម្ពុជាដែលកើតឡើងពីទង្វើឈ្លានពានដោយខុសច្បាប់របស់យោធាថៃនិងទាមទារឲ្យមានការដោះស្រាយបញ្ហាប្រឈមដែលកើតពីចំនួននេះដោយសន្តិវិធីនិងធានាពីការវិលត្រឡប់របស់ពលរដ្ឋដែលភៀសសឹកត្រឡប់ទៅកាន់ផ្ទះសម្បែងរបស់ពួកគាត់វិញដោយសុវត្ថិភាព